តែអ្នកទាំងអស់គ្នាដឹងឬក៏អត់ថាញាក់ភ្នែកម៉ោងប៉ុន្មានហេងឬក៏ញាក់ភ្នែកម៉ោងប៉ុន្មានសយហើយក្នុងម៉ោងនីមួយៗមិនមែនប្រកាសថានៅក្នុងអត្ថន័យថាហើយនៅក្នុងម៉ោងហ្នឹងគឺបានន័យថាសយទាំងអស់ទេវាអាស្រ័យទៅលើការញាក់ភ្នែករបស់យើងដែរថាយើងញាក់ភ្នែកខាងឆ្វេងឬក៏ខាងស្ដាំសម្រាប់ត្របកភ្នែកខាងឆ្វេងបើសិនជាយើងញាក់ត្របកភ្នែកខាងឆ្វេងតាមជំនឿប្រពៃណីរបស់ចិនត្របកភ្នែកខាងឆ្វេងត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃដំណឹងល្អឬក៏ឱកាសថ្មីៗចូលមកអ្នកខ្លះទៅគេជឿថាអាចនឹងមានអ្នកនាំដំណឹងល្អឬក៏បានមិត្តភ័ក្តិថ្មីឬក៏មានមិត្តភ័ក្តិថ្មីមកជួបឬមានការរីកចម្រើននៅក្នុងការងារឬក៏ក្នុងជីវិតទោះបីជាយ៉ាងណាក៏ដោយការបកស្រាយនីមួយៗគឺផ្លាស់ប្ដូរទៅតាមម៉ោងដែលយើងបានញាក់បែបថាដូចយើងញាក់អញ្ចឹងមិនមែនប្រកាសថាខាងឆ្វេងឬក៏ខាងស្ដាំល្អឬក៏អាក្រក់តែម្ដងទេគឺវាតែងតែផ្លាស់ប្ដូរទៅតាមម៉ោងនីមួយៗហើយបន្តិចទៀតនេះយើងនឹងបកស្រាយនៅក្នុងម៉ោងនីមួយៗឲ្យអ្នកទាំងអស់គ្នាស្ដាប់ណាហើយសម្រាប់ការដែលយើងញាក់ត្របកភ្នែកខាងស្ដាំនៅក្នុងជំនឿចិនត្របកភ្នែកខាងស្ដាំមិនមែនបានន័យថាអវិជ្ជមានទាំងអស់នោះទេនៅម៉ោងខ្លះវាត្រូវបានគេជឿថាវាជាសញ្ញានៃការជួបមនុស្សថ្មីៗដូចគ្នាដែរឬក៏ការទទួលបានព័ត៌មានសំខាន់មួយខណៈម៉ោងផ្សេងទៀតគេជឿថាជាការរំលឹកឬក៏ការប្រុងប្រយ័ត្ននៅក្នុងការធ្វើអ្វីមួយឬក៏ការនិយាយអ្វីមួយឬក៏មានការចំណាយច្រើនឬក៏អាចនឹងធ្វើឲ្យមានការគិតច្រើនឬក៏សម្រាប់ចាត់រឿងធំអីមួយអញ្ចឹងរបៀបថាបើសិនជាញាក់ត្របកភ្នែកខាងស្ដាំគឺអាចនឹងធ្វើឲ្យមានរឿងច្រើនកើតឡើងនៅក្នុងការសម្រេចចិត្តនៅក្នុងការធ្វើអ្វីមួយឬក៏អាចធ្វើឲ្យយើងអស់លុយច្រើនក៏ថាបានដែរមិនប្រកាសថាញាក់ភ្នែកខាងស្ដាំហ្នឹងអាក្រក់ទាំងអស់នោះទេខ្លះក៏មានរឿងល្អចូលមកអាស្រ័យទៅតាមម៉ោងនីមួយៗនេះគ្នាហេតុអ្វីបានជាជនជាតិចិនជឿអំពីការញាក់ត្របកភ្នែកហើយនៅក្នុងវប្បធម៌ចិនបុរាណហ្នឹងគឺមានជំនឿថាមនុស្សនិងធម្មជាតិមានទំនាក់ទំនងគ្នាការផ្លាស់ប្ដូរតូចនៅក្នុងរាងកាយដូចជាការញាក់ត្របកភ្នែកសំឡេងរោនៅក្នុងត្រចៀកឬក៏មានសំឡេងអីមួយឬក៏យើងក្តាស់ត្រូវបានគេចាត់ទុកថាវាជាសញ្ញារំលឹកអំពីព្រឹត្តិការណ៍មួយដែលអាចកើតឡើងនៅទីទៀតហ្នឹងដោយសារតែជំនឿនឹងហើយប្រជាជនចិនបុរាណបានបង្កើតវិធីបកស្រាយដែលផ្អែកនៅលើត្របកភ្នែកខាងឆ្វេងឬក៏ខាងស្ដាំហើយនឹងម៉ោងទាំង12តាមប្រព័ន្ធឬក៏ពេលវេលារបស់ចិនបុរាណសម្រាប់ការបកស្រាយមួយនេះគឺរៀបរាប់អំពីជំនឿប្រពៃណីរបស់ជនជាតិចិនបុរាណដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតការបកស្រាយអាចខុសគ្នាតាមតំបន់នីមួយៗសម្រាប់ជំនឿផ្សេងវាជាផ្នែកមួយនៅក្នុងវប្បធម៌ប្រជាជនចិនមិនមែនជាការពិតឬក៏ត្រូវបានបញ្ជាក់ដោយវិទ្យាសាស្ត្រនោះទេសម្រាប់បងប្អូនដែលញាក់ភ្នែកនៅក្នុងម៉ោង11រហូតដល់ម៉ោង 12:59 នាទីញាក់ភ្នែកខាងឆ្វេងមានន័យថាអាចនឹងមានភ្ញៀវឬក៏ដំណឹងល្អសម្រាប់ការញាក់ភ្នែកខាងស្ដាំមានន័យថាគួរតែប្រុងប្រយ័ត្នចំពោះការព្រួយបារម្ភតូចរឿងតូចក៏អ្នកទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នដូចគ្នាកុំឲ្យមានរឿងអីអាចកើតឡើងមកមុនអញ្ចឹងណាអាហ្នឹងវាគឺជាសញ្ញាដែលយើងត្រូវប្រុងប្រយ័ត្នបើសិនជាយើងអាចដឹងមុនគឺវានឹងប្រកាសជាល្អនៅក្នុងខ្លួនយើងឬក៏នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងហើយថាយើងត្រូវប្រយ័ត្ននៅម៉ោងប៉ុន្មានញាក់ភ្នែកនៅម៉ោងប៉ុន្មានត្រូវគួរធ្វើអីខ្លះឬក៏មិនគួរធ្វើអីខ្លះសម្រាប់ការញាក់ភ្នែកនៅម៉ោង1រហូតដល់ម៉ោង 2:59 នាទីញាក់ភ្នែកខាងឆ្វេងមានន័យថាអាចនឹងមានសាច់ញាតិឬក៏មានមិត្តភ័ក្តិនឹករលឹកយើងហើយសម្រាប់ការញាក់ភ្នែកខាងស្ដាំអាចនឹងមានន័យថាអាចមានរឿងត្រូវដោះស្រាយនៅក្នុងគ្រួសាររឿងដោះស្រាយនៅក្នុងគ្រួសារមិនមែនបានន័យថារឿងអាក្រក់ទាំងអស់ទេប៉ុន្តែអាចនឹងមានការយល់ច្រឡំនៅរឿងអីមួយដែលធ្វើឲ្យយើងត្រូវដោះស្រាយធ្វើឲ្យយើងត្រូវឃ្លាធ្វើឲ្យយើងត្រូវនិយាយជួបជុំនៅក្នុងគ្រួសារបើសិនជាបងប្អូនញាក់ភ្នែកនៅម៉ោង3រហូតដល់ម៉ោង 4:59 នាទីភ្នែកខាងឆ្វេងបានន័យថាថ្ងៃថ្មីអាចនឹងចាប់ផ្ដើមដោយរឿងល្អបើសិនជាញាក់ភ្នែកនៅខាងស្ដាំអាចបានន័យថាអាចនឹងមានការផ្លាស់ប្ដូរផែនការតូចមិនដូចការគិតឧទាហរណ៍ថាបើសិនជាបងប្អូនចង់ធ្វើអីមួយបងប្អូនអាចរៀបផែនការទុកមុនរួចរាល់អស់ហើយប៉ុន្តែពេលដែលញាក់ភ្នែកគឺអាចនឹងបានន័យថាផែនការហ្នឹងគឺមិនអាចរលូនដោយការយើងគិតឬក៏យើងអាចនឹងផ្លាស់ប្ដូរផែនការបើសិនជាយើងចង់ឲ្យវារលូនជាងមុនអញ្ចឹងណាចាហើយសម្រាប់បងប្អូនដែលញាក់ភ្នែកនៅក្នុងម៉ោង 5រហូតដល់ម៉ោង 6:59 នាទីញាក់ភ្នែកខាងឆ្វេងបានន័យថាការងារអាចនឹងមានដំណឹងល្អចូលមកក្នុង
ជីវិតចូលមកក្នុងខ្លួនយើងសម្រាប់ការញាក់ភ្នែកខាងស្ដាំបានន័យថាគួរតែប្រុងប្រយ័ត្នពាក្យសម្ដីរបស់ខ្លួនឯងអញ្ចឹងគឺវាល្អខ្លាំងណាស់អ្នកទាំងអស់គ្នាបើសិនជាយើងដឹងមុនគឺយើងអាចនឹងកត់សម្គាល់ក៏ដូចជាអាចនឹងដឹងថាមុននឹងយើងធ្វើអីមួយឬក៏មុននឹងយើងនិយាយអីមួយបើសិនជាយើងញាក់ភ្នែកខាងស្ដាំនៅក្នុងចន្លោះម៉ោង5រហូតដល់ម៉ោង 6:59 នាទីយើងគួរតែប្រុងប្រយ័ត្នជាមួយនឹងពាក្យសម្ដីរបស់យើងកុំឲ្យលេចធ្លោធ្លោយឬក៏យើងអាចនឹងនិយាយអីដែលមិនបានគិតទុកមុនសម្រាប់ការញាក់ភ្នែកចាប់ពីម៉ោង 7 រហូតដល់ម៉ោង 10:59 នាទីផ្នែកខាងឆ្វេងបានន័យថាអាចនឹងទទួលបានការគាំទ្រពីអ្នកដទៃ support យើងឬក៏អាចនឹងមានជំនួយពីអ្នកដទៃចូលមកក្នុងជីវិតរបស់យើងសម្រាប់ការញាក់ភ្នែកខាងស្ដាំកុំប្រញាប់នឹងសម្រេចចិត្តអីមួយបើសិនជាលោកអ្នកប្រញាប់នឹងសម្រេចចិត្តអីមួយអាចនឹងមានរឿងខកខានចូលមកក្នុងជីវិតរបស់យើងឬក៏មានរឿងដែលធ្វើឲ្យមិននឹកស្មានដល់សម្រាប់ញាក់ភ្នែកម៉ោង 11 រហូតដល់ម៉ោង 12:59 នាទីញាក់ភ្នែកខាងឆ្វេងបានន័យថាអាចនឹងមានដំណឹងដែលធ្វើឲ្យយើងសប្បាយរីករាយឬក៏ដំណឹងល្អសម្រាប់ការញាក់ភ្នែកខាងស្ដាំបានន័យថាគួរតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អជាងនឹងបានន័យថាបើសិនជាយើងញាក់ភ្នែកខាងស្ដាំនៅចន្លោះម៉ោង 11 រហូតដល់ម៉ោង 12:59 នាទីអារម្មណ៍យើងអាចនឹងមិនល្អអារម្មណ៍យើងអាចនឹងឆេវឆាវអញ្ចឹងហើយគួរតែគ្រប់គ្រងអារម្មណ៍របស់យើងឲ្យល្អជាងនេះកុំឲ្យលេចធ្លោយឬក៏មានការឆ្លុះប្រកែកឬក៏មានការប្រកួតប្រជែងនៅក្នុងជីវិតការងារក៏ដូចជាជីវិតផ្ទាល់ខ្លួនសម្រាប់បងប្អូនដែលញាក់ភ្នែកនៅក្នុងម៉ោង 3 រហូតដល់ម៉ោង 4:59 នាទីញាក់ភ្នែកខាងឆ្វេងបានន័យថាអាចនឹងជួបមិត្តភក្តិចាស់ៗឬក៏អ្នកស្គាល់ចាស់ៗសម្រាប់បងប្អូនដែលញាក់ភ្នែកនៅខាងស្ដាំអាចបានន័យថាអាចនឹងមានការយល់ច្រឡំតិចតួចសម្រាប់បងប្អូនដែលញាក់ភ្នែកនៅម៉ោង 5 រហូតដល់ម៉ោង 6:59 នាទីញាក់ភ្នែកខាងឆ្វេងមានន័យថាអាចនឹងទទួលបានព័ត៌មានល្អៗឬក៏ដំណឹងល្អៗចូលមកក្នុងជីវិតឬការងារសម្រាប់បងប្អូនដែលញាក់ភ្នែកនៅក្នុងខាងស្ដាំម៉ោង 5 រហូតដល់ម៉ោង 6:59 នាទីបងប្អូនគួរតែអត់ធ្មត់នៅក្នុងការសន្ទនាឬក៏មុនសន្ទនាអ្វីមួយមុននិយាយជជែកលេងជាមួយនឹងក្រុមការងារឬក៏មិត្តភ័ក្តិឬក៏អ្នកនៅក្នុងគ្រួសារគួរតែអត់ធ្មត់បន្តិចពីព្រោះពេលខ្លះយើងមានរឿងដែលខកខាននៅក្នុងចិត្តដែលយើងមិនអាចនិយាយឬក៏យើងខាននៅក្នុងចិត្តមិនទាន់បាននិយាយមិនទាន់បានដោះស្រាយដាច់ស្រេចជាមួយនឹងក្រុមការងារឬក៏ក្រុមគ្រួសារដែលធ្វើឲ្យម៉ោងដែលយើងញាក់ភ្នែកនៅក្នុងម៉ោង 5 រហូតដល់ម៉ោង 6:59 នាទីនឹងធ្វើឲ្យពេលខ្លះយើងអាចនឹងទប់នៅក្នុងការអត់ធ្មត់របស់ខ្លួនឯងនឹងមិនបានចាចំពោះបងប្អូនដែលញាក់ភ្នែកនៅក្នុងម៉ោង 7 រហូតដល់ម៉ោង 8:59 នាទីផ្នែកខាងឆ្វេងមានន័យថាអាចនឹងមានមនុស្សមកសុំជំនួយឬក៏មកពិគ្រោះយោបល់យើងចាហើយសម្រាប់ការញាក់ភ្នែកខាងស្ដាំគឺមានន័យថាអ្នកទាំងអស់គ្នាគួរតែពិចារណាឲ្យបានល្អមុននឹងការធ្វើកិច្ចព្រមព្រៀងឬក៏មុននឹងការនិយាយឬក៏មុននឹងការធ្វើអ្វីមួយចាហើយចំពោះបងប្អូនដែលញាក់ភ្នែកនៅម៉ោង 9 រហូតដល់ម៉ោង 10:59 នាទីយប់ផ្នែកខាងឆ្វេងបានន័យថាអាចនឹងមានសំណាងឬក៏ដំណឹងល្អនៅក្នុងថ្ងៃបន្ទាប់សម្រាប់ផ្នែកខាងស្ដាំមានន័យថាគួរតែសម្រាកឲ្យគ្រប់គ្រាន់កុំគិតច្រើនកុំបារម្ភលើសពេកសប្តាហ៍ថ្ងៃនេះមនុស្សយើងជាច្រើននៅប្រទេសចិនមិនថាប្រទេសចិនប្រទេសខ្មែរឬក៏តំបន់អាស៊ីយើងទេចាត់ទុកថាការបកស្រាយទាំងអស់នេះជាប្រពៃណីនិងវប្បធម៌ដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតចំណែកឯផ្នែកវិទ្យាសាស្ត្រការញាក់ភ្នែកអាចនឹងបណ្ដាលមកពីភាពតានតឹងអ្នកទាំងអស់គ្នាឲ្យដឹងហើយមែនទេចាការគេងអត់គ្រប់គ្រាន់ឬក៏ការប្រើភ្នែកយូរខ្លាំងពេកយើងមើល computer ឬក៏យើងចុចទូរស័ព្ទច្រើនពេកឬក៏ការទទួលទានជាតិកាហ្វេអ៊ីនច្រើនយ៉ាងណាមិញបើសិនជាមានការបកស្រាយនៅក្នុងការញាក់ភ្នែកខាងឆ្វេងឬក៏ខាងស្ដាំដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងថាគួរតែប្រយ័ត្នញាក់ភ្នែកម៉ោងប៉ុណ្ណេះគួរតែប្រយ័ត្នញាក់ភ្នែកម៉ោងប៉ុណ្ណោះមានដំណឹងល្អចូលមកក្នុងជីវិតឬក៏មានការងារល្អៗថ្មីមានមនុស្សល្អៗមកជួយខ្ញុំគិតថាវាក៏ល្អសម្រាប់អ្នកទាំងអស់គ្នាដែរមែនអត់ចាអរគុណអ្នកទាំងអស់គ្នានៅក្នុងការស្ដាប់ចំពោះប្រធានបទរបស់យើងការញាក់ភ្នែកខាងឆ្វេងឬក៏ខាងស្ដាំមានដំណឹងល្អឬក៏ដំណឹងអាក្រក់សោយឬក៏មានលៀបចាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់កុំភ្លេចចែករំលែកអត្ថបទមួយហ្នឹងទៅមិត្តភ័ក្តិឬក៏មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាដើម្បីចែករំលែកឲ្យដឹងទាំងអស់គ្នាថាពេលណាយើងញាក់ភ្នែកល្អពេលណាយើងញាក់ភ្នែកអាក្រក់ហើយពេលណាយើងញាក់ភ្នែកខាងស្ដាំពេលណាយើងញាក់ភ្នែកខាងឆ្វេងកុំភ្លេចគ្រប់ពេលដែលញាក់ភ្នែកផ្ទៀងម៉ោងហើយចូលមកមើល Channel Lotus Moon ឬក៏ការជួបព្រះច័ន្ទកុំភ្លេច share វីដេអូទុកមើលថ្ងៃក្រោយគ្រប់ពេលដែលអ្នកទាំងអស់គ្នាញាក់ភ្នែកផងណា
អរគុណកុំភ្លេច like comment និង share ចែករំលែកឲ្យមិត្តភ័ក្តិទាំងអស់គ្នា subscribe អ្នកមួយផងណាដើម្បីបានវីដេអូបន្តអរគុណជម្រាបលា